បរោះកំសាកម្នាក់បានរកឃើញថាគាត់នៅលើមនុស្សចុងក្រោយគាត់បានកំណត់គោលដៅតូចមួយសម្រាប់ខ្លួនឯងដើម្បីគ្រប់គ្រងបរោះនោះបានសម្រេចចិត្តចាប់ផ្ដើមជាមួយសត្វល្អិតដែលមានចំណុច7កំពុងសម្លឹងមើលស្នាដៃរបស់គាត់ក៏បានលើកទឹកចិត្តខ្លួនឯងផងដែរបន្តិចម្ដងគាត់កាន់តែក្លាហានខ្ញុំបានឃើញពស់កាចសាហាវពីរក្បាលនិងមានល្បិចគ្រាន់តែចាប់ស្បែកជើងកែងនោះហើយដាក់ឲ្យវានៅតែជាស្បែកជើងវែងស្បែកពស់របស់គាត់ខ្ញុំបានជួបបងប្រុសមន់នៅតាមផ្លូវបរោះនោះបាននាំយកបច្ចេកវិទ្យាយ៉ាងប៉ិនប្រសប់ហើយក្រហមឡូត្រូវបានប្រែក្លាយទៅជាបាល់បោះភ្លៀងបន្ទាប់មកចាក់គ្រឿងបន្ថែមដ៏ឈ្ងុយឆ្ងាញ់ការបណ្ដាលបាល់ពីរលើកជាបន្តមកការសុបពីអង្រូនទី4ឲ្យដល់0ហើយវាត្រូវបានបញ្ជូនទៅក្នុងម៉ាស៊ីនដែលមានសភាពស្រួយនៅខាងក្រៅនិងទន់នៅខាងនៅពេលដែលបរោះនោះបានឃើញកូនជៀមតូចគួរឲ្យស្រឡាញ់ជើងមន់ចោលភ្លាមព្រោះគាត់គិតថាជើងជៀមមានក្លិនក្រអូបជាងបរោះក្លាហានលែងត្រូវបានកំណត់ចំពោះអាវុធត្រជាក់ទៀតគាត់បានដកកាំភ្លើងខ្លីរបស់គាត់ចេញចង្អុលវាទៅលើមេឃត្រូវបានចាប់ដំដោយភេសកាណុងភ្លាមពេលដែលបរោះនោះមានអារម្មណ៍រងាគាត់បានជួបនឹងសត្វតស្មុតមួយក្បាលដោយចៃដន្យឆ្កែនិងដំបងត្រូវបានដកហើយធ្វើឲ្យរោមឆ្កែប្រសិនបើអ្នកឃើញដំរីមួយកំពុងរត់កាត់អ្នកគួរតែបិទភ្លើងរបស់វាក្រវីដៃរបស់គាត់បានប្រែក្លាយវាទៅជាព្យាណូគាត់មិនអាចជួយអ្វីបានក្រៅលេងភ្លេងធ្វើឲ្យការត្រួតត្រាពិភពលោកមិនមែនជាសុទ្ធតែនេះគួរឲ្យធុញបរោះនោះបានជិះទូកចេញទៅសមុទ្រភ្លាមគាត់មានគោលបំណងចាប់ត្រីមួយតោនក្នុងរយៈពេល3 វិនាទីស្មានដល់បរោះនោះអាវុធជាសាសចេញដោយមិនខ្មាស់អៀននៅទីបំផុតការដួលរំនេមមហាសមុទ្រគឺជាផលវិបាកនៃសកម្មភាពរបស់ត្រីចុងក្រោយនៅក្នុងមហាសមុទ្រក្របបរោះនោះសម្រេចចិត្តដើរចូលទៅក្នុងព្រៃជ្រៅសូម្បីតែខ្លាឃ្មុំដ៏កាចសាហាវក៏រងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដែរភូត្រូវបានគេឃុំឃាំងនៅក្នុងទ្រុងមួយហើយបានហាត់ច្រៀងនឹងរាំជារៀងថាមានអ្វីកើតឡើងនៅឡើយទេត្រូវបានបរោះម្នាក់វាយប្រហារហើយប្រែក្លាយទៅជាគំរូមួយបរោះប្រើល្បិចវេទមន្តដោយមិនមានការទប់ទល់ឈើប្រែក្លាយទៅជាក្រដាសរាប់ពាន់សន្លឹកភ្លាមធ្លាប់សរសេរអំពីសមិទ្ធផលដ៏អស្ចារ្យរបស់បុរសនោះដោយផ្អែកលើមូលដ្ឋានដើមអគារខ្ពស់រាប់មិនអស់ត្រូវបានសាងសង់ហើយពិភពលោកបានចូលដល់យុគសម័យបច្ចេកវិទ្យាក្រោមការគ្រប់គ្រងផលិតកម្មសម្រេចបាននៅស្វ័យប្រវត្តិកម្មមេកានិកគ្រូកូសេះនិងជាមរាប់មិនអស់បានតម្រង់ជួរដោយកែច្នៃទៅជាសាច់កំប៉ុងដ៏ប្រណិតប៉ុន្តែបំណងប្រាថ្នារបស់បុរសនៅតែកាន់ឡើងគាត់បានចាប់ផ្ដើមពិសោធន៍លើទន្សាយពណ៌ស្ទូចគួរឲ្យស្រឡាញ់ក្នុងការស្វែងរកអាថ៌កំបាំងនៃភាពអមតៈគាត់មិនដឹងថាផ្លូវរបស់គាត់ជិតដល់ទីបញ្ចប់ទេបុរសនោះបានដើរទៅកាន់គំនរសម្រាមដោយមាត់របស់គាត់តិចម្ដងការស្រែកយ៉ាងខ្លាំងមើលជុំវិញដើមចូលមកមិនបានបន្សល់ទុកដានអ្វីពីគាត់ឡើយអាងមិនពិតថាមានគោលដៅសកលតូចមនុស្សបានប្រែក្លាយផែនដីទៅជាកន្លែងចាក់សម្រាមសម្លឹងមើលគម្រោងដ៏អស្ចារ្យដែលគាត់គិតថាបានបញ្ចប់រួចហើយតាមពិតបុរសនោះបានឡើងគ្រងរាជ្យជាមហាក្សត្រីឃ្មុំត្រូវបានគេស្គាល់ថាជាស្ដេចពេលវេលាល្អមិនមានរយៈពេលយូរទេថ្ងៃបានមកដល់ពីលំហអាកាសតើវាមិនរីករាយទេដែលមានមិត្តភ័ក្តិមកពីឆ្ងាយជនបរទេសទាំងពីរនាក់ស្ទើរតែគិតថាពួកគេបានទៅបើកភ្នំដែលធ្លាប់តែខៀវស្រងាត់និងទឹកខ្លាឆ្វេងត្រូវបានធ្វើឲ្យខូចទាំងអស់ដោយបុរសនោះស្រីកំណានបានឃើញបុរសនោះដែលនៅតែមិនទាន់ដឹងពីកំហុសរបស់ខ្លួនគាត់គ្រាន់តែទាញបុរសនោះចេញពីបល្ល័ង្កបន្ទាប់មកពួកគេបានចាប់ដៃគូជាមួយឡោលាខ្លួនបុរសនោះឲ្យខ្លាចជាអ្នកមើលថែក្មេងមនុស្សមិនគួរបាត់បង់ការគោរពចំពោះធម្មជាតិឡើយបើមិនដូច្នោះទេប្រទេសចិននឹងទទួលរងផលវិបាក